ក្មេងស្រីម្នាក់ត្រូវប្រខូចបោះបង់ចោលតែក្នុងពេលដែលនាងធ្លាក់ទឹកចិត្តបំផុតក៏មានបុរសម្នាក់ទៀតមកមើលថែគេមិនត្រឹមតែជួយសងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ឲ្យនាងទេថែមទាំងផ្ដល់ផ្ទះដ៏កក់ក្ដៅនិងជីវិតមួយដ៏ល្អដែលពេញទៅដោយភាពនឹងនរនិងការយកចិត្តទុកដាក់តែការពិតគឺនាងមិនដែលស្រឡាញ់គេពិតប្រាកដឡើយសូម្បីតែរៀបការជាមួយគ្នាបាន2ឆ្នាំហើយក៏ដោយក៏នាងនៅតែចង់ចាក់ចេញពីគេដែរទើបនាងសម្រេចចិត្តរឿងមួយក្នុងអំឡុងពេលដែលកំសាន្តខួបអាពាហ៍ពិពាហ៍ឆ្នាំទី2នាងក្រុងនឹងសុំគេលែងលះតែមុននឹងនាងអាចថាមាត់និយាយអ្វីចេញមកគ្រោះថ្នាក់ក៏បានកើតឡើងគឺស្រាប់តែមានបំណាក់ដេកយ៉ាងខ្លាំងបុរសម្នាក់នោះបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលដែលព្យាយាមជួយសង្គ្រោះនាងគេបានប្រើកម្លាំងចុងក្រោយដើម្បីប្រាប់នាងថាគេស្រឡាញ់នាងខ្លាំងប៉ុណ្ណារួចក៏សន្លប់បាត់ស្មារតីទៅលើរូបនាងនៅខណៈនោះហើយទើបក្មេងស្រីម្នាក់នេះដឹងខ្លួនថាបុរសម្នាក់នេះបានចូលមកអង្គុយក្នុងបេះដូងនាងបាត់ទៅហើយលុះពេលនាងដឹងខ្លួនឡើងវិញនាងក៏បានជួបរឿងមួយដែលមិនគួរឲ្យជឿនាងបានត្រឡប់ទៅកាលពីសម័យរៀនវិញហើយអ្នកដែលឈរនៅចំពោះមុខនាងគឺជាបុរសម្នាក់កាលពីជាតិមុនក្នុងពេលដែលគេនៅជាក្មេងជំទង់នៅឡើយជាបុរសម្នាក់ដែលធ្លាប់ស្រឡាញ់នាងអស់ពីបេះដូងនិងដួងព្រលឹងភ្នែករបស់នាងស្រាប់តែប្រែជាក្រហមភ្លាមក្នុងជាតិនេះសិស្សដែលទើបតែបដូរមកថ្មីម្នាក់នេះមិនទាន់បានលងស្រឡាញ់នាងនៅឡើយទេតែនាងបានសម្រាប់ចិត្តរួចហើយគឺលើកនេះនាងនឹងក្លាយជាអ្នកស្រឡាញ់គេវិញនាងបានហៅគេឲ្យមកអង្គុយក្បែរនាងក្នុងថ្នាក់យ៉ាងផ្អែមល្ហែមតែគេគ្រាន់តែក្រឡេកមើលទៅរបស់នាងដែលមានសុទ្ធតែនំរួចក៏បដិសេធយ៉ាងច្បាស់ដោយមិនបាច់និយាយអ្វីទាំងអស់ឃើញបែបនេះនាងក៏ប្រញាប់ចាប់ជីអាវរបស់គេក្នុងបំណងចង់ឃាត់គេឲ្យនៅទីនោះគ្រាន់តែគេព្យាយាមទាញដៃចេញបិចរបស់គេក៏របូតពីដៃធ្លាក់ទៅលើដីពួកគេទាំងពីរនាក់ក៏បានអន់ទៅរើវាក្នុងពេលតែមួយពេលភ្នែកប៉ះភ្នែកដៃរបស់គេក៏ញ័រហើយត្រចៀករបស់គេក៏ឡើងក្រហមភ្លាមដើម្បីលាក់ភាពភ័យអរគេក៏ប្រញាប់រើសយកបិចរួចក៏អង្គុយចុះនៅក្បែរនាងពេលបានសម្លឹងមើលមុខគេចិត្តបែបនេះនាងក៏លួចសន្យាជាមួយខ្លួនឯងយ៉ាងស្ងៀមស្ងាត់ថាលើកនេះនាងនឹងប្រើគ្រប់យ៉ាងដែលនាងមានដើម្បីយល់ពីគេនិងស្រឡាញ់គេឲ្យបានល្អបំផុតចាប់ពីពេលនោះមកនាងបានធ្វើគ្រប់យ៉ាងដើម្បីចូលទៅក្នុងពិភពរបស់គេបន្ទាប់ពីបានដឹងតាមរយៈមិត្តភក្តិថានាងតែងតែគេចម៉ោងរៀនចុងក្រោយជានិច្ចដើម្បីទៅជួយលក់ដូរនៅតូបអាហាររបស់គ្រួសារគេនៅកន្លែងលក់ដូរនោះនាងបានជិះឡានទំនើបទៅរកគេតែពេលទៅដល់នាងស្រាប់តែមានអារម្មណ៍តក់ស្លុតខ្លាំងណាស់ព្រោះឃើញគេនិងប្អូនស្រីរបស់គេកំពុងតែត្រូវមិត្តរួមថ្នាក់មួយចំនួននាំគ្នាធ្វើបាបនាងក៏សម្រេចចិត្តដើរចូលទៅតាំងជាមួយពួកគេហើយបង្ខំឲ្យពួកគេសុំទោសគេភ្លាមជំនួសឲ្យការដកថយអ្នកដែលចូលចិត្តធ្វើបាបគេម្នាក់នោះបែរជាខឹងខ្លាំងរួចក៏ចាក់មីដែលទើបតែស្រោះក្តៅទៅលើពួកគេក៏ប្រញាប់រត់មកពីមុខនាងដើម្បីការពារពេលឃើញគេរងរបួសបែបនេះនាងក៏ចាប់ផ្ដើមផ្ទុះកំហឹងឡើងមកភ្លាមនាងបានប្រមានពួកគេថាបើហ៊ានធ្វើបាបគេម្ដងទៀតនាងនឹងធ្វើឲ្យពួកគេស្ដាយក្រោយមិនខាននាងបានប្រាប់យ៉ាងច្បាស់ថាមុខរបរគ្រួសារពួកគេត្រូវពឹងផ្អែកលើគ្រួសារនាងហើយនាងក៏ទាមទារឲ្យសងការខូចខាតនិងសុំទោសភ្លាមដោយសារខ្លាចការគំរាមរបស់នាងម្នាក់នោះក៏សុខចិត្តថយក្រោយរួចក៏សង្លុយឲ្យនឹងដើរចេញទៅទាំងជេរប្រមាថបន្តិចបន្តួចទើបនាងងាកមកមើលគេវិញតែជំនួសឲ្យការបារម្ភពីរបួសខ្លួនឯងគេបែរជាខំប្រឹងប្រមូលមីដែលកំពុងហៀរលើដីយ៉ាងស្ងៀមស្ងាត់នាងពិតជាមិនដែលស្មានដល់សោះថាជីវិតរបស់គេវាពិបាកដល់មានអារម្មណ៍ជឿចាប់ជំនួសគេខ្លាំងណាស់ក៏សម្រេចចិត្តទិញស្ករគ្រាប់ឲ្យគេមួយប្រអប់នាងប្រាប់គេថាពេលណាដែលជីវិតមានអារម្មណ៍ថាជូរចត់គេអាចញ៉ាំវាបានយប់នោះពេលទៅដល់ផ្ទះវិញគេត្រូវប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងព្រោះប្អូនស្រីរបស់គេត្រូវការប្តូរឧបករណ៍ជំនួយការស្ដាប់ថ្មីដែលថ្លៃខ្លាំងឯលុយថ្លៃផ្ទះក៏ដល់ពេលត្រូវបង់ទៀតគេនឹកឃើញសម្ដីនាងក៏ហែកស្ករគ្រាប់មួយគ្រាប់យកមកដាក់ចូលក្នុងមាត់ជាលើកដំបូងហើយដែលបេះដូងរបស់គេមានអារម្មណ៍ថាមានវិញ្ញាណពេលផ្លែកសម្រាប់តែគេម្នាក់គត់រួចក៏ប្រញាប់ទៅសាលាថាដល់ពេលនាងត្រូវធ្វើអនាម័យក្នុងថ្នាក់មិនទាន់ទាំងបានធ្វើអ្វីផងប្រុសខូចការពីជាតិមុននោះក៏មកឆក់យកអាហារពេលញ៉ាំយ៉ាងមិនដឹងខ្យល់អ្វីទាំងអស់នាងមានអារម្មណ៍ថាខ្ពើមរអំខ្លាំងណាស់នាងបានត្រឹមតែបន្ទោសខ្លួនឯងដែលពីជាតិមុនភ្នែកខ្វាក់ទៅឲ្យការយកមនុស្សល្អដូចជាស៊ីជាងនាងក៏ស្ទុះទៅដណ្ដើមនំប៉័ងពីដៃគេរួចក៏បោះវាចោលទៅក្នុងធុងសម្រាប់ភ្លាមនាងប្រាប់គេឲ្យច្បាស់ថានាងលែងស្រឡាញ់គេទៀតហើយក៏ដេញគេឲ្យទៅឲ្យឆ្ងាយពីនាងដែរបន្ទាប់មកនាងក៏បានប្រកាសនៅចំពោះមុខគ្រប់គ្នាថាស្រឡាញ់គឺស៊ីជាងហើយនាងស្រឡាញ់ដល់ថ្នាក់ចង់រៀបការជាមួយគេទៀតផងអ្វីដែលនាងមិនបានដឹងនោះគឺគេបាននិយាយគ្រប់យ៉ាងទាំងអស់ប៉ុន្តែគេស្មានថានាងគ្រាន់តែនិយាយលេងសើចតែប៉ុណ្ណោះព្រោះគេគ្រាន់តែជាអ្នកក្រុមម្នាក់ឯងនាងគឺជាកូនអ្នកមានពួកយើងពិតជារស់នៅក្នុងពិភពលោកខុសគ្នាឆ្ងាយណាស់ដូច្នេះហើយទើបនៅពេលដែលនាងហុចអាហារពេលគាត់ចិត្តគេក៏បែរពេលដឹងថាគេបានជួយធ្វើអនាម័យជំនួសនាងបេះដូងរបស់នាងក៏ចាប់ផ្ដើមរំភើបឡើងវិញភ្លាមនាងបានធ្វើសញ្ញារូបបេះដូងដាក់គេធ្វើឲ្យគេភៀងស្មារតីហើយក្នុងចិត្តក៏ចាប់ផ្ដើមរំភើបតិចដែរតែទោះជាយ៉ាងណាការពិតនៃជីវិតបានទាញគេឲ្យត្រឡប់មកវិញភ្លាមជីវិតវាពិតជាសាហាវពេកហើយសាហាវរហូតដល់ថ្នាក់គេសុខចិត្តបោះបង់ចោលចំណាត់ថ្នាក់លេខ1ដើម្បីដូរយកលុយពីគេពេលដែលនាងឃើញភាពអាប់អោនរបស់គេបែបនេះនាងក៏យល់ថាអ្វីដែលគេកំពុងជួបមិនមែនជារឿងដែលគ្រាន់តែអាហារពេលព្រឹកមួយពេលអាចដោះស្រាយបានឡើយទើបនាងជួគេឲ្យធ្វើជាគ្រូបង្រៀនគួរឲ្យនាងផ្ដល់តម្លៃខ្លួនឲ្យខ្ពស់បំផុតក្នុងពេលដែលគេសួរថាហេតុអ្វីបានជានាងល្អដាក់គេបែបនេះនាងក៏ប្រាប់ទៅគេត្រង់តែម្ដងថាសម្រាប់នាងគេគឺជាបេក្ខជនដើម្បីធ្វើជាប្តីរបស់នាងនាពេលអនាគតគេមិនបាននិយាយអ្វីឡើយតែក្នុងចិត្តគេចាប់ផ្ដើមមានអារម្មណ៍ប្លែកប៉ុន្តែនៅពេលដែលគេត្រឡប់ទៅដល់ផ្ទះវិញការពិតដ៏ជូរចត់ជាអ្នកបានកើតឡើងគេទើបតែចេញពីពន្ធនាគារហើយក៏ចាប់ផ្ដើមមកទារលុយពីគ្រួសាររបស់គេបាត់ទៅហើយជីវិតបានរំលឹកគេម្ដងទៀតថាវាមិនដែលងាយស្រួលសម្រាប់គេឡើយគេនឹកឃើញសម្ដីរបស់នាងក៏ដកស្ករគ្រាប់មួយគ្រាប់ទៀតមកញ៉ាំដើម្បីព្យាយាមលេបភាពរវិងជូរចត់ទាំងនោះចូលទៅក្នុងខ្លួនតែក្រោយមកក្នុងពេលដែលគេកំពុងតែទៅញ៉ាំគេក៏បានដឹងរឿងមួយដ៏ជឿជាក់របស់គេម្ដងទៀតគឺភាពរវិងជូរចត់ខ្លះវាមិនអាចបន្សាបបានដោយភាពផ្អែមល្ហែមឡើយគេក៏ប្រញាប់ចាប់ដៃនាងក្នុងបំណងចង់នាំនាងចាក់ចេញតែនៅពេលនេះឯងក៏មានមនុស្សម្នាក់សួរឡើងថាហេតុអ្វីបានជាសិស្សវិទ្យាល័យពីរនាក់នេះ
ការមកម្ហូបច្រើនយ៉ាងនេះរួចហើយបែរជាដើរចេញទៅវិញភាពរវាងជូរចត់ខ្លះវាចាក់ឬជ្រៅពេករហូតស្ករគ្រាប់ក៏ជួយមិនបានគេភ័យខ្លាំងក៏ចាប់អូសដៃនាងដើម្បីប្រញាប់រត់ចេញពីទីនោះតែក្នុងពេលនោះឯងក៏មានអ្នកសួរមកថាហេតុអ្វីបានជាក្មេងសិស្សសាលាពីរនាក់នេះការមកម្ហូបឡើងពេញតូរួចបែរជាដើរចេញទៅវិញបែបនេះ